ប្រហែលតាំងពីសារដែលអូនឈប់ភ្ញាក់ប្រហែលតាំងពីការហៅទូរស័ព្ទដែលកាន់តែខ្លីឬប្រហែលតាំងពីបេះដូងអូនលែងនៅកន្លែងដែលពីមុនអូនជាអ្នកផ្ញើសារមកមុនឥឡូវខ្ញុំត្រូវរំចាំរហូតដល់យប់ពីមុនអូនសួរថាបងនៅឯណាឥឡូវសូម្បីតែខ្ញុំបាត់ទៅអូនក៏មិនសួរពីមុនយើងនិយាយគ្នាហូតដល់ភ្លឺរឿងតូចៗក៏អាចនិយាយបានមួយយប់ឥឡូវខ្ញុំសួរអូនធ្វើអីអូនឆ្លើយតែអត់ដីទេហើយបាត់ទៅស្ងាត់ខ្ញុំខំរករឿងមកនិយាយដួលដងថាអូនប្រហែលមិនចង់ស្ដាប់ខ្ញុំខំធ្វើជាមនុស្សធម្មតាទូក្នុងចិត្តខ្ញុំចាប់តាមខ្លាចខ្ញុំមិនចង់សួរទេថាអូននៅស្រឡាញ់ខ្ញុំឬអត់ព្រោះខ្ញុំខ្លាចចម្លើយដែលខ្ញុំកំពុងសង្ស័យក្នុងចិត្តប្រហែលមានតែខ្ញុំដែលនៅស្រឡាញ់មានតែខ្ញុំដែលនៅរងចាំមានតែខ្ញុំដែលនៅចាំពាក្យសន្យាដែលយើងធ្លាប់និយាយជាមួយគ្នាអូនកាន់តែឆ្នៃខ្ញុំកាន់តែខំចូលទៅចិត្តតែក៏ខ្ញុំខំរក្សាអូនកាន់តែដូចជាចង់ចាក់ចេញមកស្នេហារបស់យើងនៅមានតែខ្ញុំអ្នកខ្ញុំគួរបណ្ដោះរហូតដល់ពេលណាឬខ្ញុំគួរទូស្គាល់ស្គាល់ថាអូនលែងស្រឡាញ់ខ្ញុំហើយយប់មួយខ្ញុំឃើញអូនអនឡាញតែស្លាប់ខ្ញុំអូនមិនបានអានខ្ញុំអង្គុយមើលពាក្យ active now ហើយសួរខ្លួនឯងថាខ្ញុំខុសអីខ្ញុំចាប់តាមគិតច្រើនថាតើមានអ្នកណាម្នាក់ចូលមកក្នុងជីវិតនោះឬអូនគ្រាន់តែហត់នឹងមនុស្សដូចខ្ញុំដែលស្រឡាញ់ខ្ញុំខ្លាំងពេកខ្ញុំមិនចង់ចោលអូនក៏មិនចង់ធ្វើជាមួយអូនខ្ញុំគ្រាន់តែចង់បានការពិតទោះការពិតនោះធ្វើឲ្យខ្ញុំយំក៏ដោយខ្ញុំចង់ចាំពីអូនបងបើមានអ្វីប្រាប់គ្នាតែពេលនេះពេលខ្ញុំសួរអូនបែរជាស្ងាត់ដូចមិនមានអ្វីត្រូវនិយាយប្រហែលមានតែខ្ញុំដែលនៅស្រឡាញ់មានតែខ្ញុំដែលនៅលឹកមានតែខ្ញុំដែលនៅរក្សារូបថតមិនសាចាស់ចាស់របស់យើងអូនដែលរស់បានដោយគ្មានខ្ញុំក៏កំពុងរៀនរស់ដោយគ្មានអូនតែបេះដូងខ្ញុំមិនតន់ចេះទេវានៅតែរំចាំអូនដែរយប់នោះខ្ញុំសម្រេចចិត្តថានឹងមិនផ្ញើសារទៅអូនទៀតមួយថ្ងៃអូនមិនសួរពីថ្ងៃអូននៅស្ងាត់ពីថ្ងៃអូននៅតែមិនសួរពេលនោះខ្ញុំយល់ហើយមិនមែនអូនរវល់ទេមិនមែនអូនភ្លេចទូរស័ព្ទទេអូនគ្រាន់តែមិនមានអារម្មណ៍ថាត្រូវការខ្ញុំទៀតខ្ញុំអង្គុយមើលរូបថតយើងហើយស្រែកតាំងទឹកភ្នែកព្រោះមនុស្សពីរនាក់ក្នុងរូបមើលទៅស្រឡាញ់គ្នាខ្លាំងណាស់តែឥឡូវនេះនៅសល់តែម្នាក់ដែលមិនទាន់ដឹងថាតើគួរចាក់ចេញឬនៅបានផុតប្រហែលមានតែខ្ញុំដែលនៅស្រឡាញ់មានតែខ្ញុំតែមិនព្រមបោះបង់មានតែខ្ញុំដែលនៅជឿថាអូនអាចត្រឡប់មកដូចមុនបងមិនចង់បងខំមកទេបងគ្រាន់តែឈឺចាប់ព្រោះមនុស្សដែលធ្លាប់និយាយថានឹងនៅជាមួយបងជារៀងរហូតថ្ងៃនេះបែរជាคล้ายជាមនុស្សដែលបងត្រូវរងចាំតែម្នាក់ឯងបើថ្ងៃណាមួយអូនសួរថាហេតុអ្វីបងនៅតែស្រឡាញ់បងប្រហែលមិនមានចម្លើយទេព្រោះបេះដូងមិនដែលសួរ